អត្ថន័យសុបិនឃើញអ្វីម្យ៉ាងមានគេដេញតាមអត្ថន័យទូទៅសុបិនត្រូវបានគេដេញតាមគឺបង្ហាញអំពីសម្ពាធនៅក្នុងជីវិតពិតឬក៏នៅក្នុងចិត្តហាក់ដូចជាមានមនុស្សអាក្រក់ក៏មនុស្សចម្លែកតាមជាដើមមិនថានៅក្នុងពេលនោះអ្នកឃើញខ្លួនឯងត្រូវបានដេញដោយសត្វកាចសាហាវមនុស្សធម្មតាមនុស្សចម្លែកនោះទេហើយអ្នករត់ស្ទើរតែដាច់ខ្យល់គឺបង្ហាញពីជីវិតសប្តាហ៍ថ្ងៃរបស់អ្នកគឺពោរពេញទៅដោយសម្ពាធដូច្នេះហើយឲ្យតែឃើញស្ត្រូវបានដេញតាមអ្វីម្យ៉ាងគឺផ្ដោតទៅលើសម្ពាធប៉ុន្តែប្រសិនបើអ្នកអាចកំណត់អត្តសញ្ញាណច្បាស់លាស់ថាតើអ្វីដែលដេញតាមអ្នកគឺជាអ្វីឲ្យប្រកបនោះវានឹងអាចជួយបកប្រែអត្ថន័យសុបិននោះបានអត្ថន័យខុសគ្នាទៅតាមអ្វីដែលដេញតាមអ្នកប្រសិនបើមនុស្សដែលដេញតាមអ្នកនៅក្នុងសុបិនគឺជាមនុស្សដែលអ្នកស្គាល់ឧទាហរណ៍ថាគេគឺជាចៅហ្វាយងាររបស់អ្នកមិត្តរួមថ្នាក់មិត្តរួមការងារនោះសុបិនទាំងនោះក៏មានការពាក់ព័ន្ធទៅនឹងសម្ពាធជាមួយនឹងការងារការសិក្សាឬក៏សមាជិកគ្រួសារជាដើមហើយសកម្មភាពរបស់អ្នកណាត់ទៅនឹងការដេញតាមរបស់គេនោះក៏មានអត្ថន័យថាខុសគ្នាដែរឧទាហរណ៍ថាប្រសិនបើអ្នកមិនអាចរត់គេចពីគេបាននោះសំដៅទៅលើការទទួលខុសត្រូវឬក៏មានដឹងតាក់ទងជាមួយនឹងក្រុមសីលធម៌ឬទំនួលខុសត្រូវរបស់ខ្លួនដែលអ្នកមានអារម្មណ៍ថាអ្នកមិនអាចរត់គេចបានមួយវិញទៀតប្រសិនបើអ្នកដេញតាមនោះគឺជាត្រូវរបស់អ្នកការដឹកពីលទ្ធផលនៅចុងបញ្ចប់នៃព្រឹត្តិការណ៍ដេញតាមនោះនឹងមានអត្ថន័យយ៉ាងសំខាន់ចំពោះអ្នកដែរលទ្ធផលចុងបញ្ចប់នៅពេលដេញតាមនៅទីបំផុតអ្នកបានត្បត់ទៅវិញត្រូវដោយការរៀបអន្ទាក់ឬក៏ប្រើកាំភ្លើងបាញ់ពួកគេវាបង្ហាញថាអ្នកមានការគ្រប់គ្រងចំពោះបិសាចក្នុងចិត្តរបស់អ្នកហើយនឹងទទួលបានជ័យជំនះជាបណ្ដោះអាសន្នបើក្នុងសុបិននោះអ្នកអាចរកកន្លែងសុវត្ថិភាពដើម្បីលាក់ខ្លួនបានបង្ហាញថាអ្នកទទួលបានសន្តិភាពនៅក្នុងចិត្តហើយទទួលបានការគេចវេសជាបណ្ដោះអាសន្នប៉ុន្តែវាក៏ជាសញ្ញាថាអ្នកមានការបដិសេធចំពោះខ្លួនឯងហើយធ្វើពុតជាធម្មតាដែលលាក់បាំងការហត់នឿយរបស់ខ្លួនបើនៅបន្តបែបនេះយូរទៅទៀតអ្នកនឹងកាន់តែមានសម្ពាធខ្លាំងឡើងទាំងនេះអាចបង្ហាញថាអ្នកមានអចរិតទន់ខ្សោយប្រសិនបើអ្នកត្រូវបានគេសម្លាប់ឬក៏មានការភ័យរន្ធត់រហូតដល់ភ្ញាក់ពីយល់សប្តិនោះវាបង្ហាញថាអ្នកកំពុងតែជួបប្រទះនឹងការរកសម្ពាធធ្ងន់ធ្ងរហើយព្យាយាមស៊ូទ្រាំរហូតទៅដល់កម្រិតកំណត់មួយភាពហិង្សាដែលមាននៅក្នុងសុបិននោះកាន់តែច្រើនបង្ហាញថាអ្នកមានសម្ពាធកាន់តែខ្លាំងប្រសិនបើអ្នកចាប់ដៃផ្សះផ្សាជាមួយនឹងសត្រូវក្នុងសុបិននោះអ្នកគួរតែផ្ដោតសំខាន់ទៅលើថាតើអ្នកដោះស្រាយបញ្ហាដោយរបៀបណាពីព្រោះវាបង្ហាញថាអ្នកចេះប្រើបញ្ញាជាជាងគ្រាន់តែមានការភ័យខ្លាចចំពោះសត្រូវអ្នកអាចនឹងដោះស្រាយការភ័ន្តច្រឡំដែលកើតមាននៅក្នុងជីវិតពិតជាក់ស្ដែងរបស់អ្នកតាមវិធីដូចគ្នាអត្ថន័យទៅតាមលក្ខណៈនៃការដេញតាមគិតពីថាតើអ្នកបានរត់គេចដោយរបៀបណារត់គេចបានដោយជោគជ័យឬចង់រត់គេចប៉ុន្តែរត់មិនលឿនសម្រាប់មនុស្សភាគច្រើនពួកគេស្ថិតនៅក្នុងស្ថានភាពចុងក្រោយហើយពួកគេខ្លាចនៅក្នុងសុបិននោះនេះជាការឆ្លុះបញ្ចាំងនៃការដឹងខ្លួនហើយចង់ប្រាប់អ្នកថាអ្នកមិនទាន់មានសមត្ថភាពក្នុងការចាកចេញពីគ្រោះថ្នាក់នៅក្នុងជីវិតពិតនៅឡើយទេរបៀបដែលអ្នករត់គេចបង្ហាញអត្ថន័យយ៉ាងច្រើនដែលអ្នកគួរតែដឹងឧទាហរណ៍អ្នកសុបិនថាអ្នកត្រូវគេដេញតាមហើយចង់រត់គេចប៉ុន្តែរត់ទៅមុខមិនលឿនសោះឬអ្នកចង់លោតឡើងលើប៉ុន្តែក៏គ្រេចជើងឬត្រូវគេចាប់ជើងជាប់ហើយអ្នកភ័យយ៉ាងខ្លាំងសុបិនបែបនេះបង្ហាញថាអ្នកចង់រត់គេចពីជីវិតជាក់ស្ដែងដោយរូបភាពបែបចង់លោតឬហោះឡើងប៉ុន្តែត្រូវបញ្ឈប់ដោយការពិតថាគឺអ្នកមិនអាចធ្វើបានបើនៅក្នុងសុបិនអ្នកចង់លាក់ខ្លួនតែមិនថាអ្នកខំប្រឹងលាក់ខ្លួនយ៉ាងណាទេអ្នកនៅតែត្រូវគេរកឃើញអ្វីដែលដេញតាមអ្នកអាចជាមនុស្សឬសត្វពាហនៈដែលវាតំណាងឲ្យផ្នែកមួយនៃខ្លួនរបស់អ្នកដូចជាការនិមិត្តទៅលើវិចារណញ្ញាណតម្លៃនៃជីវិតអនុស្វរ័យការហត់នឿយឬការឈឺចាប់ណាមួយដោយសារតែមនុស្សដេញតាមអ្នកគឺតែងតែស្ថិតនៅក្នុងគំនិតអ្នកដូច្នេះការដែលលាក់ខ្លួនគឺអ្នកមិនអាចបញ្ឆោតខ្លួនឯងបានទាំងស្រុងនោះឡើយ។